ពេលនេះប្រទេសកូរ៉េនិងកម្ពុជាកំពុងមានការភ្ញាក់ផ្អើលបន្ទាប់ពីមានករណីសិស្សកូរ៉េខាងត្បូងម្នាក់ត្រូវបានស្លាប់នៅក្នុងប្រទេសកម្ពុជាព័ត៌មាននេះកំពុងតែធ្វើឲ្យមនុស្សជាច្រើនសួរថាតើមានអ្វីនៅពីក្រោយរឿងនេះករណីនេះកើតឡើងដើមខែតុលាឆ្នាំ2025សិស្សកូរ៉េអាយុ22ឆ្នាំម្នាក់ត្រូវគេបញ្ឆោតឲ្យមកធ្វើការនៅប្រទេសកម្ពុជាយើងនេះតាមការផ្សាយជាការងារល្អលើអ៊ីនធឺណិតតែពេលមកដល់ពិតប្រាកដមិនមែនជាការងារពិតទេតែជាក្រុមស្កែមឬក៏ក្រុមបោកប្រាស់ហ្នឹងវាបានបោកប្រាស់បន្ទាប់មកគាត់បានបាត់ខ្លួនហើយត្រូវរកឃើញសពនៅតំបន់ភាគខាងកើតនៃប្រទេសពេលនេះអាជ្ញាធរខ្មែរនិងកូរ៉េកំពុងស៊ើបអង្កេតរឿងនេះការស្លាប់របស់សិស្សម្នាក់នេះមិនមែនត្រឹមតែជាព័ត៌មានធម្មតាទេវាបង្ហាញពីបញ្ហាធំមួយនៃការងារបោកប្រាស់តាមអ៊ីនធឺណិតកំពុងកើតឡើងច្រើនណាស់មនុស្សជាច្រើនជឿលើការផ្សាយការងារល្អប្រាក់ចំណូលខ្ពស់ប៉ុន្តែមិនដឹងថាវាមានគ្រោះថ្នាក់នៅពីក្រោយទេនៅក្នុងអាស៊ីអាគ្នេយ៍ស្កែមបែបនេះកំពុងកើតឡើងខ្លាំងដោយប្រើជនបរទេសឲ្យធ្វើការបោកមនុស្សផ្សេងៗប្រទេសយើងក៏កំពុងប្រឈមនឹងបញ្ហានេះដែរចំពោះមតិផ្ទាល់ខ្លួនរបស់ខ្ញុំគិតថាករណីនេះគួរឲ្យយើងគិតអំពីរឿងពីររឿងទី1យើងត្រូវប្រុងប្រយ័ត្នពេលមានការងារចេញពីអនឡាញឬក៏គេហទំព័រមិនច្បាស់ទី2ប្រទេសយើងត្រូវបង្កើតសុវត្ថិភាពសម្រាប់ជនបរទេសនិងទប់ស្កាត់បណ្ដាញស្កែមអន្តរជាតិពេលមានអំពើបោកប្រាស់កើតឡើងក្នុងប្រទេសយើងវាមិនត្រឹមតែប៉ះពាល់ដល់ជនបរទេសទេតែវាប៉ះពាល់ដល់ប្រទេសយើងផងដែរករណីនេះអាចជាសារពិតសម្រាប់មនុស្សគ្រប់គ្នាមិនថានៅប្រទេសណាទេឬនៅក្នុងប្រទេសកម្ពុជាឬក៏ក្រៅប្រទេសពេលមានការងារដែលស្រួលពេកឬក៏ប្រាក់ចំណូលខ្ពស់ពេកតែមានអ្វីមិនប្រក្រតីនៅក្រោយហើយចុះសូមប្រយ័ត្ននិងចែករំលែកព័ត៌មាននេះឲ្យអ្នកដទៃដឹងផងបាទសូមអរគុណ